ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរគឺខ្ញុំនឹងមកចែករំលែកតាក់ទងទៅនឹងអត្ថន័យនៃការចិញ្ចឹមសត្វមុននឹងអ្នកទាំងអស់គ្នាចង់ចិញ្ចឹមសត្វអ្នកទាំងអស់គ្នាត្រូវយល់ពីអត្ថន័យនៃការចិញ្ចឹមសត្វជាមុនសិនសម្រាប់អត្ថន័យនៃការចិញ្ចឹមសត្វគឺខ្ញុំបានធ្វើការ research មកពីឯកសាររបស់ថៃដោយសារតែខ្ញុំធ្លាប់ទៅរៀនតនៅប្រទេសថៃតាក់ទងទៅនឹងផ្នែកការផលិតសត្វអញ្ចឹងគឺខ្ញុំបានធ្វើការ research ជាឯកសារថៃមកគឺអត្ថន័យនៃការចិញ្ចឹមសត្វចំពោះអត្ថន័យនៃការចិញ្ចឹមសត្វនេះគឺសម្រាប់ភាសាថៃគេបាននិយាយថាការលាងសត្វหมายถึงការปฏิบัติที่เกี่ยวกับการเลี้ยงดูการให้อาหารการปรับปรุงพันธุ์และการสุขาภิบาลสัตว์เพื่อให้ผู้เลี้ยงได้รับประโยชน์เช่นผลผลิตต่างๆแรงงานความเพลิดเพลินเป็นต้นจ้ะสำหรับอรรถนัยในภาษาไทยนี่คือโยมหนึ่งปลายเอาจ้ะการเลี้ยงสัตว์หมายถึงการចិញ្ចឹមសត្វគឺមានន័យថាการปฏิบัติที่เกี่ยวกับการเลี้ยงดูគឺការអនុវត្តតាក់ទងទៅនឹងការចិញ្ចឹមមើលថែការให้อาหารការឲ្យអាហារការปรับปรุงพันธุ์และการสุขาภิบาลสัตว์ការបង្កាត់ពូជនិងការព្យាបាលរក្សាសត្វเพื่อให้ผู้เลี้ยงได้รับประโยชน์ដើម្បីឲ្យអ្នកចិញ្ចឹមបានទទួលនៃប្រយោជន៍ผลผลิตต่างๆผลผลิตต่างๆប្រែថាផលផលិតផ្សេងៗត្រង់នេះគឺដូចជាបើសិនជាយើងចិញ្ចឹមមាន់ពងយើងនឹងទទួលបានពងពីមាន់ពងទាពងយើងនឹងទទួលបានពងពីទាពងហើយបើសិនជាយើងចិញ្ចឹមគោយកសាច់យើងនឹងទទួលបានសាច់គោយកទៅលក់នៅទីផ្សារហើយបើសិនជាយើងចិញ្ចឹមយកគោទឹកដោះយើងនឹងទទួលបានទឹកដោះអញ្ចឹងយើងទទួលបានผลผลิตផ្សេងៗពីការចិញ្ចឹមសត្វហើយយើងនឹងប្រើកម្លាំងពលកម្មរបស់យើងនៅក្នុងការចិញ្ចឹមសត្វហើយការចិញ្ចឹមសត្វមិនត្រឹមតែធ្វើឲ្យយើងទទួលបាននូវប្រាក់ចំណូលប៉ុណ្ណោះទេការចិញ្ចឹមសត្វគឺធ្វើឲ្យយើងមានភាពរីករាយចាបង្កើននូវភាពសប្បាយរីករាយដល់អ្នកចិញ្ចឹមផងដែរចាសម្រាប់ថ្ងៃនេះគឺនាងខ្ញុំមានតែប៉ុណ្ណឹងចែករំលែកតាក់ទងទៅនឹងអត្ថន័យនៃការចិញ្ចឹមសត្វចាអរគុណចាជម្រាបលាចា